ភ្លៀងធ្លាក់ដើមរដូវគឺជាសញ្ញាប្រាប់ថារដូវបៃតងបានចូលមកដល់ហើយសម្រាប់មនុស្សជាច្រើនអាចគ្រាន់តែជាការផ្លាស់ប្ដូររដូវកាលប៉ុន្តែសម្រាប់ក្រុមរបស់យើងវាជាសញ្ញារំលឹកឲ្យត្រៀមខ្លួនចូលព្រៃចេញដំណើរផ្សងព្រេងនិងស្វែងយល់ពីសម្រស់ធម្មជាតិរបស់កម្ពុជាដោយសារខានចេញដំណើរយូរចេញដំណើរមិនបានប្រមាណផងអាក្តាមរបស់យើងក៏ជួបបញ្ហាមើលដុំតារាហើយអាដុំតារានេះដុំតារាមកដុំនេះវាអាយ៉ានេះចឹងដោះយកតាហ្នឹងមកបានហើយមិនយកខាងកង់មកណាមិនយកស្បែកប្រាំងយកអីមកក៏បានមិនយកស្បែកប្រាំងយកមកយកតាដុំនឹងមកបានហើយហើយមកដល់កន្លែងអាហារពេលព្រឹកអាក្តាមរបស់គ្នាយើងម្នាក់ទៀតនោះមានបញ្ហាខ្សែពៀនដែលមិនអាចឲ្យឡានដំឡើងល្បឿនបានក៏ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានដោះស្រាយដោយសារនៅក្នុងក្រុមរបស់យើងមានក្រុមជាងជំនួយដំណើររបស់យើងមិនមែនគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេវាជាផ្នែកមួយនៃការលើកស្ទួយ Eco ទេសចរដែលជាទម្រង់ទេសចរផ្អែកទៅលើធម្មជាតិវប្បធម៌និងការចូលរួមរបស់សហគមន៍មូលដ្ឋានEco ទេសចរជួយឲ្យភ្ញៀវទេសចរស្គាល់ពីតម្លៃនៃព្រៃឈើសត្វព្រៃទន្លេភ្នំនិងរបៀបរស់នៅរបស់ប្រជាជនក្នុងតំបន់ខណៈដែលជួយការពារបរិស្ថាននិងរក្សាធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយលើសពីនេះ Eco ទេសចរក៏ជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរនៅពេលដែលភ្ញៀវធ្វើដំណើរទៅកាន់តំបន់ជនបទពួកគេប្រើប្រាស់សេវាកម្មស្នាក់នៅទិញម្ហូបអាហារប្រើមគ្គុទ្ទេសក៍ក្នុងសហគមន៍និងទិញផលិតផលក្នុងស្រុកប្រាក់ចំណូលទាំងនេះហូរចូលដល់ប្រជាជនដោយផ្ទាល់បង្កើតការងារនិងជួយឲ្យសហគមន៍មានកម្លាំងក្នុងការថែរក្សាធម្មជាតិដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ពួកគាត់លើពីការលើកស្ទួយទេសចរយើងក៏បានរួមចំណែកក្នុងការងារសប្បុរសធម៌តាមខ្សែផ្លូវដែលយើងធ្វើដំណើរឆ្លងកាត់ផងដែរឆ្នាំនេះយើងបានជ្រើសរើសយកសាលារៀនចំនួន3កន្លែងដើម្បីសហការជាមួយសប្បុរសជននានាក្នុងការគាំទ្រដល់ការអប់រំរបស់កុមារសាលាដំបូងដែលយើងបានទៅដល់គឺសាលាបឋមសិក្សាពីមក្របស្ថិតនៅក្នុងភូមិប្រអង្កែវឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុងតាមរយៈការគាំទ្រពីសប្បុរសជនយើងបាននាំយកសម្ភារៈសិក្សាជាច្រើនរួមមានកាបូបសៀវភៅសរសេរប៊ិចនិងសៀវភៅសម្រាប់បណ្ណាល័យជូនដល់សិស្សចំនួន50នាក់ធ្វើទៅជាអំណោយតូចមួយប៉ុន្តែយើងសង្ឃឹមថាវានឹងក្លាយជាកម្លាំងចិត្តនិងជួយបើកទ្វារឱកាសថ្មីសម្រាប់កុមារទាំងនោះបានយកអំណោយជាសម្ភារៈសិក្សាមកជួយពួកគាត់បាទមានសិស្សម្នាក់បានកាបូបមួយសៀវភៅប៊ិចឆ្នាំដុសធ្មេញហ្នឹងហើយហើយក្មួយថ្នាក់ទីម៉ានថ្នាក់ទី2បាទនេះគឺជាសាលាមួយក្នុងចំណោមសាលាទាំង3ដែលពួកខ្ញុំធ្វើដំណើរថ្ងៃនេះហើយមកដល់ទាំងភ្លៀងយើងបានទៅដល់សាលានៅវេលាម៉ោង 5 ល្ងាចនៅពេលនោះភ្លៀងធ្លាក់រលឹមមេឃគ្របដណ្ដប់ដោយអប្សរាលចោលត្រជាក់បក់មកប៉ះមុខបង្កើតទេសភាពស្ងប់ស្ងាត់និងគួរឲ្យស្រឡាញ់ក្រៃលែងសាលាពីមក្របស្ថិតនៅជិតតំបន់កុងឆាគឺជាតំបន់ដែលព័ទ្ធជុំវិញទៅដោយវាលស្មៅខៀវស្រងាត់និងជួរភ្នំធម្មជាតិដ៏ស្រស់ស្អាតទេសភាពនៅទីនេះស័ក្តិសមសម្រាប់ការបោះតង់សម្រាប់លំហែកាយនិងភ្ជាប់ខ្លួនជាមួយធម្មជាតិជាឱកាសនេះដែរខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនក្រុមម៉ូតូ BMW ដែលបានផ្ដល់ជាថវិកាជួយដល់កន្លែងក្មេងលេងសប្បុរសជនដទៃទៀតដែលជួយជាសភៅអានសម្រាប់ដាក់ក្នុងបណ្ណាល័យនិងសប្បុរសជនមួយចំនួនទៀតដែលបានផ្ដល់ជាសម្ភារៈក្មេងលេងឲ្យកុមារនៅក្នុងសាលារៀនអរគុណដល់ក្រុមរថយន្ត FTC ដែលបានចូលរួមចំណែកក្នុងការងារសប្បុរសធម៌នេះជូនជាថ្នាំដុសធ្មេញយីហោពពកជូនទៅដល់ក្មួយៗសិស្សសាលាអរគុណជាពិសេសនោះគឺអរគុណដល់សមាគមក្តីស្រឡាញ់និងសាមគ្គីភាពដើម្បីកម្ពុជាដែលជាសមាគមផ្ដើមឡើងដោយអ៊ំពូមីងប្រជាពលរដ្ឋខ្មែរស្នាក់នៅប្រទេសបារាំងដែលបានរួមគ្នាបង្កើតជាសមាគមនេះឡើងដើម្បីរៃអង្គាសថវិកាជួយដល់ប្រជាជនកម្ពុជានៅក្នុងបុព្វហេតុនៃក្តីស្រឡាញ់និងសាមគ្គីភាពដើម្បីកម្ពុជាជាចុងក្រោយខ្ញុំមានពាក្យពេចន៍មួយថានៅពេលដែលយើងបានជួយកុមារម្នាក់យើងមិនត្រឹមតែផ្ដល់សម្ភារៈសិក្សាប៉ុណ្ណោះទេប៉ុន្តែយើងកំពុងផ្ដល់ក្តីសង្ឃឹមមួយសម្រាប់អនាគតហើយនៅពេលដែលយើងធ្វើដំណើរដើម្បីស្គាល់ធម្មជាតិយើងក៏កំពុងតែរួមចំណែកការពារធម្មជាតិនោះសម្រាប់មនុស្សជំនាន់ក្រោយផងដែរសូមអរគុណ